បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើមុខងារមួយយើងហៅថា text box អញ្ចឹងតើ text box យើងប្រើប្រាស់វាដើម្បីអីហើយវាមានអត្ថប្រយោជន៍ដូចម្តេចខ្លះនៅក្នុងកម្មវិធី Word តោះអញ្ចឹងដើម្បីមិនឲ្យខាតពេកខ្ញុំសូមបង្ហាញយកតែម្ដងបាទអញ្ចឹងនេះគឺជាគំរូលិខិតរដ្ឋបាលទូទៅដែលខ្ញុំយកជាឧទាហរណ៍សម្រាប់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាហើយតើកន្លែងណាខ្លះដែលយើងអាចប្រើ text box បានហើយ text box មានរូបរាងដូចម្តេចអញ្ចឹងខ្ញុំសូមបង្ហាញជាឧទាហរណ៍នៅលើនេះស្រាប់អញ្ចឹងដោយបងប្អូនឃើញបាវចនានៅខាងលើនេះគឺជាទូទៅគឺយើងប្រើ text box មូលហេតុដែលយើងប្រើ text box ហ្នឹងគឺដោយសារតែ text box គឺវាមានអត្ថប្រយោជន៍មួយគឺយើងអាចធ្វើការបន្លាស់ទីដល់ងាយស្រួលមានន័យថាយើងចង់អូសវាទៅដាក់ត្រង់ណាក៏បានដែរនៅក្នុងផ្នែកណាមួយនៃกระดาษរបស់យើងអញ្ចឹងជាឧទាហរណ៍បងប្អូនឃើញនៅលើនេះស្រាប់អញ្ចឹងគឺខ្ញុំប្រើ text box ដើម្បីធ្វើការដាក់នៅលើលិខិតរដ្ឋបាលឬក៏ទម្រង់ផ្សេងទៀតអញ្ចឹងណាបាទអញ្ចឹងនេះគឺជាទម្រង់ text box ហើយដោយបងប្អូនឃើញត្រង់នេះអញ្ចឹងបើសិនយើងប្រើធម្មតាក៏បានដែរគ្រាន់តែថាយើងពិបាកនៅក្នុងការសេរីវាមកករណីបងប្អូនមិនសូវជាមានជំនាញនៅក្នុងការធ្វើលិខិតរដ្ឋបាលទេឬក៏ជំនាញនៅក្នុងការសេរីអក្សរឬក៏តរឹមកេមអក្សរអីគឺអាចមានការលំបាកអញ្ចឹងមុខងារ text box គឺអាចជួយយើងបាននៅក្នុងការប្រើប្រាស់ទៅលើមុខងារទាំងអស់ហ្នឹងងាយស្រួលបាទជាក់ស្ដែងដូចនៅខាងក្រោមនេះអញ្ចឹងបាទខាងក្រោមនេះបើសិនជាករណីបងប្អូនចេះបានស្ទាត់ជំនាញមិនជាបញ្ហាទេប៉ុន្តែបើសិនបើយើងមិនសូវជាជំនាញទៅលើការរៀបចំលិខិតរដ្ឋបាលទេយើងនឹងអាចមានបញ្ហាប្រឈមទៅលើការសេរីអក្សរអញ្ចឹងជៀសវាងកុំឲ្យមានបញ្ហាហ្នឹងគឺខ្ញុំណែនាំឲ្យប្រើ text box បាទដូចត្រង់នេះដែរគឺយើងប្រើ text box ដែរអញ្ចឹងដើម្បីប្រើ text box បានគឺជំហានដំបូងគឺបងប្អូនចូលទៅកាន់ insert បាទយើងចូលទៅកាន់ insert នេះមកហើយបងប្អូននឹងឃើញមានមុខងារមួយគឺគេហៅថា text box អញ្ចឹងនៅក្នុង text box គឺយើងមានច្រើននៅក្នុងហ្នឹងបាទបងប្អូនចុចលើវាមកសំទោសបាទនេះយើងចុចចឹងមកអញ្ចឹងនៅពេលដែលយើងចុច text box យើងមានគំរូ sample ច្រើនយើងអាចមិនមែនប្រើបានត្រឹមតែការដាក់អក្សរតិចទេបងប្អូនអាចប្រើទៅលើអត្ថបទផ្សេងគ្នាករណីយើងខ្ជិលពុះกระดาษច្រើនយើងអាចប្រើ text box ហ្នឹងក៏បានដែរអញ្ចឹងអត្ថប្រយោជន៍វាច្រើនប៉ុន្តែគ្រាន់តែថាត្រង់ចំណុចនេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនអំពីចំណុចមួយតូចទៅលើការប្រើប្រាស់អក្សរតិចតែយើងពិបាកសេរីគឺអូខេយើងប្រើ text box បានបាទអូខេអញ្ចឹងពេលដែលយើងចុច text box មកយើងឃើញមានពាក្យមួយគេហៅថា draw text box អញ្ចឹងបងប្អូនធ្វើការ click ទៅលើ draw text box ហ្នឹងទៅបាទអូខេពេលដែលយើង select ទៅលើ draw text box រួចរាល់បងប្អូនឃើញម៉ៅ pointer របស់យើងប្រែមកជាសញ្ញាបូកបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការអូសវាគឺបងប្អូនចុចម៉ៅខាងឆ្វេងឲ្យជាប់បាទហើយធ្វើការអូសតែម្ដងយើងចុចឲ្យជាប់ចឹងមកហើយយើងអូសវាអញ្ចឹងយើងស្រឡាញ់ប៉ុណ្ណាយើងយកប៉ុណ្ណឹងសិនទៅហើយយើងដកដៃអូខេអញ្ចឹងបងប្អូនបាន text box មួយហើយបាទអញ្ចឹងដើម្បីធ្វើការប្រើប្រាស់ text box នៅបានត្រឹមត្រូវហើយមើលទៅឲ្យវាមានម៉ូដមានអក្សរស្អាតបាតបងប្អូនត្រូវធ្វើការកំណត់ទៅលើមុខងារមួយចំនួនសិនដូចជាទី1យើងមើលទៅលើផ្ទៃអក្សរនេះអញ្ចឹងផ្ទៃខាង text box នេះគឺយើងជាប់នៅលើ background ពណ៌សហើយនឹងបន្តខាងក្រៅជាក់ស្ដែង text box ដែលខ្ញុំបង្ហាញបងប្អូននេះគឺអត់មានផ្ទៃខាងក្រៅទេហើយបន្តខាងក្រៅក៏អត់មានដែរអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបដោះស្រាយថាត្រូវធ្វើម៉េចដើម្បីឲ្យអា background ខាងក្រៅនេះដាច់ហើយនឹងផ្ទៃបន្តហ្នឹងគឺដាច់ដែរអញ្ចឹងពេលដែលបងប្អូនឈរទៅលើ text box បាទពេលដែលបងប្អូនឈរទៅលើ text box គឺបងប្អូនឃើញមាន format មួយនៅលើនេះគេដាក់ថា shape format អញ្ចឹងយើងធ្វើការចុចទៅលើ shape format ហ្នឹងទៅហើយបងប្អូនទៅឃើញទៅលើ shape style អញ្ចឹងត្រង់ចំណុចនេះដើម្បីដោះផ្ទៃនេះបានយើងគ្រាន់ចុចទៅលើពាក្យថា fill អូខេចុច fill មកឃើញបងប្អូនបាត់ផ្ទៃអញ្ចឹងយើងយក no fill មកបាទអញ្ចឹងយើងបាត់បំបត្តិផ្ទៃនេះបានមួយហើយមួយទៀតយើង outline គឺយើងបំបត្តិបន្ទាត់ខ្មៅខាងក្រៅនេះដើម្បីឲ្យវាជាប់ទៅជាមួយអក្សររបស់យើងចុចលើវាមកអូខេយើងយក outline យើងជ្រើសរើសពាក្យថា no outline អញ្ចឹងពេលនោះបងប្អូននឹងលេងឃើញបន្តហើយបាទអញ្ចឹងបន្តខាងក្រៅឈប់ឃើញហើយអូខេអញ្ចឹងក្រោយពីបន្តខាងក្រៅលេងឃើញអ្វីយើងត្រូវធ្វើបន្តហ្នឹងគឺទៅសេអក្សរបញ្ចូលប៉ុន្តែពេលដែលយើងទៅសេអក្សរបញ្ចូលបងប្អូននឹងជួបបញ្ហាអក្សររបស់យើងអាចធំឬក៏ចន្លោះនេះគឺអត់តាន់ត្រឹមត្រូវទេ
ហើយអក្សរយើងក៏នេះដែរអញ្ចឹងជំហានដំបូងគឺបងប្អូនត្រូវធ្វើការ select font ដើម្បីកុំឲ្យមានការលំបាកក្នុងការ select បងប្អូនគ្រាន់តែចុចលើវាមួយចឹងមកបាទចុចលើវាមួយបងប៉ែកចឹងមកហើយចូលមកកាន់ home ធ្វើការជ្រើសរើស font តែម្ដងឧទាហរណ៍ឥឡូវបងប្អូនប្រើប្រាស់ខ្មែរ OS សៀមរាបយើងរើស OS សៀមរាបហ្នឹងមកហើយទំហំ font ជាទូទៅបងប្អូនប្រើប្រមាណ11យើងដាក់11ចឹងទៅប៉ុន្តែដូចខ្ញុំបញ្ជាក់ចឹងថាអក្សររបស់យើងវាមានកម្រិតធំអញ្ចឹងយើងត្រូវធ្វើម៉េចកំណត់ឲ្យអក្សររបស់យើងហ្នឹងមកកម្រិតធម្មតាវិញសិនចឹងដើម្បីដោះស្រាយកម្រិតនឹងបានយើងគ្រាន់តែចូលមកកាន់ paragraph មកបាទចឹងនៅក្នុងមេរៀននេះរៀងច្រើនចូលមកកាន់ paragraph មកហើយយើងចូលមកកន្លែង line spacing យើងយកពាក្យថា single ហើយត្រង់ចំណុច after នេះយើងតម្លាក់វាមកត្រឹម0មកបាទអញ្ចឹងប៉ុណ្ណឹងរួចរាល់យើងអូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមទៅសេអក្សរចូលយើងទៅរំអក្សរយើងធ្វើលើនេះបាទយើងអាចប្រើដក clear ធម្មតាចេះទេវាអត់ស្អាតអញ្ចឹងដើម្បីឲ្យអក្សររបស់យើងរត់ចំកណ្ដាលល្អឬទៅជួយទៅស្ដាប់បានល្អគឺយើងមកមើលទៅលើ alignment នេះហើយពាក់ព័ន្ធទៅនឹងអ្វីដែលខ្ញុំបានបង្ហាញហ្នឹងសម្រាប់បងប្អូនដែលចូលមើលវីដេអូក្រោយហ្នឹងអាចទៅមើលវីដេអូមុនបាននៅក្នុងវីដេអូមុនខ្ញុំបានរៀបចំជាកញ្ចប់របស់វាសម្រាប់បងប្អូនដែលអត់ទាន់ចេះប្រើប្រាស់កុំព្យូទ័រសោះគឺអាចចូលទៅមើលនៅក្នុងវីដេអូដំបូងរបស់ខ្ញុំបានបាទអញ្ចឹងខ្ញុំបានបង្ហាញពីរបៀបក្នុងការកំណត់អក្សរការប្រើប្រាស់ alignment ការប្រើប្រាស់ font ហើយនឹងមុខងារសំខាន់មួយចំនួនសម្រាប់បងប្អូនអ្នកសិក្សាកុំព្យូទ័រកម្រិតដំបូងផងដែរអូខេអញ្ចឹងយើងបានប៉ុណ្នេះហើយយើងធ្វើការសរសេរទៅហើយបងប្អូនចង់ copy ក៏អីយើង copy ទៅបាទយើងធ្វើឲ្យតែមួយយើង copy វាមកបាទនេះយើងបានមួយទៀតមកយើងសរសេរទៅហើយដូរ font ទៅចង់អូសវាទៅដាក់តាណាក៏បានដែរបាទអញ្ចឹងវីដេអូពាក់ព័ន្ធទៅនឹងការប្រើប្រាស់ text box គឺមានប៉ុណ្ណឹងរកចម្ងល់ផ្សេងៗបងប្អូនអាចធ្វើការ comment សាកខាងក្រោមសាកសួរខ្ញុំបានបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា